បងប្អូនអ្នកស៊ីមប្រកាសជាមិនដេញទេអាចទាំងជីកាត់អាចនឹងជីហួសប៉ុន្តែប្រាសាទនេះអាចលាក់អត់កំបាំងជាច្រើនដែលបងប្អូនអ្នកសំរៀបដែលតែមិនដេញនោះគឺប្រាសាទកវ៉ាន់បានលាក់បាំងអាចកំបាំងជាច្រើនប្រាសាទកវ៉ាន់មានតួប៉មចំនួន5តួប៉មធំជាងគេគឺតួប៉មកណ្ដាលនៅក្នុងនោះមើលពីក្រៅអាចមើលទៅធម្មតាប៉ុន្តែចូលទៅដល់ខាងក្នុងទើបដឹងថាក្បាច់ការឆ្លាក់ស្ថាបនាផ្សេងទើបអស្ចារ្យប៉ុណ្ណាបងប្អូនអ្នកស៊ីមរៀបគួរតែដឹងគួរតែយល់ពីប្រាសាទនេះបានកសាងបែរមុខទៅទឹកខាងកើតប្រាសាទកវ៉ាន់នេះមានអាយុកាលប្រហែល1105ឆ្នាំហើយនឹងភាពអស្ចារ្យរបស់ប្រាសាទនេះគឺសាងសង់អំពីឥដ្ឋដែលរចនាតាមប្រាសាទភ្នំបាខែងចម្លែកអីទៅខុសគេប្រាសាទកវ៉ាន់គឺសាងសង់អំពីឥដ្ឋដែលក្រហមចិនឆ្អៅចាំងពន្លឺជះភ្លឺផ្លេអូនច្បាស់ចេះដេញហើយប្រាសាទនៅក្នុងខេត្តសៀមរាបនៅតំបន់គោនីមួយគឺសាងសង់អំពីថ្ម3គ្រាមនិងថ្មភក់ដែលមានក្បាច់ក្បូររចនាប្លែកដែលចម្លែកខុសពីប្រាសាទដទៃប្រាសាទនេះបានឆ្លាក់ចេញជារូបចេញជារាងនៅលើជញ្ជាំងប្រាសាទដែលសាងសង់អំពីឥដ្ឋឡាក្រហមឆ្អិនឆ្អៅដែលផុសចេញមើលទៅគួរឲ្យគយគន់ទស្សនាថ្មីត្បិតអុយថាប្រាសាទនេះមានទីធ្លាទូចមិនធំដោយប្រាសាទដទៃប៉ុន្តែប្រាសាទនេះជាក្បាច់រចនាឆ្លាក់អំពីឥដ្ឋដែលបងប្អូនអ្នកជនរួមជាតិអ្នកភ្ញៀវទេសចរដែលមិនដែលបានចូលទៅមើលការសាងសង់ប្រាសាទនេះប្រាសាទកវ៉ាន់មើលពីក្រៅហាក់ដូចជាមិនមានអ្វីគួរចាប់អារម្មណ៍ទេប៉ុន្តែបើកលេចមើលទៅចូលទៅក្នុងតួនៃប្រាសាទអាចចាប់អារម្មណ៍នៅការឆ្លាក់ការកសាងប្រាសាទនេះគឺមានអ្វីប្លែកអាចនិយាយបានថាប្លែកខុសពីប្រាសាទដទៃបើយោងទៅតាមឯកសារមួយចំនួនគឺប្រាសាទប្រើបាយអទេគឺប្រាសាទនេះកសាងដោយទំរាបដីឥដ្ឋដែលខំជាប់គ្នាយើងមើលឃើញផ្ទៃនៃចម្លាក់មើលទៅរលោងដែលគួរឲ្យចាប់អារម្មណ៍ប្រាសាទនេះស្ថាបនាឡើងនៅឆ្នាំ1921មុនគ្រិស្តសករាជក្នុងរាជព្រះបាទសហវរ្ម័នទី1ក្នុងរសតវត្សទី10បងប្អូនចង់ទៅចូលទស្សនាកុំភ្លេចចូលទៅលេងប្រាសាទនេះផងព្រោះប្រាសាទនេះទៅពីក្រៅហាក់ដូចជាតូចច្រឡឹងគ្មានបាច់ក្បូររចនាអីដូចប្រាសាទដទៃទេប៉ុន្តែប្រាសាទនេះអាចលាក់អត្ថកំបាំងនៅខាងមុខនិងខាងក្នុងរបស់ប្រាសាទមានជ្រុងមានជ្រោយគឺល្អឥតខ្ចោះបើការបែកបាក់របស់ប្រាសាទនេះគឺបែកបាក់ចំនួនតូចទេមិនដូចប្រាសាទដទៃបែកបាក់នឹងការខូចខាតជាច្រើនប៉ុន្តែប្រាសាទនេះនៅឈររឹងមាំកាន់យូរកាន់ឆ្នាំកាន់ខែកាន់អាទិត្យកាន់សៅរ៍ប្រាសាទនេះគឺមានទីតាំងនៅសង្កាត់ក្រវ៉ាន់ក្រុងសៀមរាបនិងខេត្តសៀមរាបហើយក៏លើកទី1ដែរដែលខ្ញុំបានចូលក្នុងប្រាសាទកវ៉ាន់នេះគឺថាធ្លាប់តែជីកាត់ជីហួសប៉ុន្តែមិនដែលបានចូលទៅដឹងថាភាពអស្ចារ្យនៃប្រាសាទនេះគឺអស្ចារ្យដូនតាយើងបានបន្សល់ទុកឲ្យកូនចៅចំនួនក្រោយគឺអស្ចារ្យណាស់បងប្អូនកុំភ្លេចចូលទៅទស្សនាក៏ដូចជាការមើលការកំសាន្តរបស់ប្រាសាទនេះការកសាងរបស់ប្រាសាទនេះក៏អរគុណដល់បងប្អូនដែលចូលចិត្តវីដេអូនេះកុំភ្លេចចូលទៅ Subscribe YouTube ដូចជា Follow Page ខ្ញុំអ្នកភ័យផងបងប្អូនវីដេអូនេះក៏មានតែប៉ុណ្ណេះបងប្អូនបាយបាយជួបគ្នានៅឱកាសក្រោយក្នុងវីដេអូក្រោយ